កាសទៀតទេធ្លាក់នៅស្រុកស្នួលខេត្តក្រចេះលៀងស្ទើរពេញមួយថ្ងៃតែម្ដងថ្ងៃនេះប្រព័ន្ធភូមិភាគឦសានលៀងខ្លាំងជាក់ជុំខ្លាំងណាស់តែក៏មិនភ្លេចដល់បងជួបមុខកងកម្លាំងការពារព្រំដែនដឹងជារងាយ៉ាងណាទេបងប្អូនទាំងអស់គ្នាពួកគាត់នៅការពារទឹកដីបូរណភាពទឹកដីរបស់យើងគួរឲ្យអាណិតនិងកោតសរសើរដល់វីរភាពដ៏អង់អាចខ្លាំងរបស់ពួកគាត់ទាំងគួរឲ្យកោតសរសើរយើងទាំងអស់គ្នាឈ្នះ